ស្ដីប្រែមនស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel សូសតនីតិនៅក្នុងរាត្រីនេះសម្រាប់វេលាយប់នេះបងប្អូនសុខទុក្ខយ៉ាងណាដែរសម្រាប់សាច់រឿងនៅក្នុងវេលាយប់នេះនាងខ្ញុំនឹងលើកយកនៅសាច់រឿងមួយបងប្អូនដែលតាក់ទងទៅនឹងការស្លាប់ចាក្រោយការស្លាប់7ថ្ងៃហ្នឹងថាតើដួងព្រលឹងរបស់អ្នកដែលបានចែកឋានទៅតើគាត់ធ្វើដំណើរនៅទីណាប្រិយមិត្តទាំងអស់គ្នាក៏ដូចជានាងខ្ញុំផ្ទាល់ចាកាលនៅពីក្មេងៗណាបងប្អូនគឺនាងខ្ញុំតែងតែឆ្ងល់ហើយព្រោះឮចាស់គាត់និយាយថានៅក្រោយការស្លាប់7ថ្ងៃដួងព្រលឹងរបស់អ្នកស្លាប់ហ្នឹងគឺគាត់តែងមករកសាច់ញាតិឬមួយក៏មករករបស់របរឬក៏ទីកន្លែងដែលពួកគាត់តែងតែនៅជាប្រចាំអញ្ចឹងណាបងប្អូននាងខ្ញុំក៏អត់ដឹងច្បាស់ដែរអំពីបញ្ហារឿងនេះប៉ុន្តែនៅក្នុងវេលាយប់នេះនាងខ្ញុំនឹងលើកយកសាច់រឿងនេះដើម្បីមកជម្រាបជូនទៅដល់ប្រិយមិត្តក៏ដូចជានាងខ្ញុំផ្ទាល់ចាដើម្បីឲ្យដឹងថាតើនៅក្រោយការស្លាប់7ថ្ងៃតើដួងព្រលឹងរបស់អ្នកស្លាប់ហ្នឹងគាត់បានទៅណាចាហើយសម្រាប់សាច់រឿងនេះផងដែរគឺជារឿងនិទានមួយដែលយើងនឹងអាចបានដឹងខ្លះៗណាបងប្អូនប៉ុន្តែមិនមែនទាំងស្រុងនោះទេប្រិយមិត្តអ្នកស្ដាប់ប្រកាសជាចង់ដឹងហើយថាតើរឿង7ថ្ងៃក្រោយការស្លាប់នេះតើមានហេតុការណ៍អ្វីបានកើតឡើងដូច្នេះកុំឲ្យខាតពេលវេលាយូរយើងទៅស្ដាប់សាច់រឿងនេះទាំងអស់គ្នាតែម្ដងមានបុរសម្នាក់ឈ្មោះពុទ្ធីគាត់បានធ្វើដំណើរទៅក្នុងព្រៃបងប្អូនដើម្បីទៅបេះផ្លែព្រៃក៏ដូចជាដកផ្សិតហើយនឹងបរបាញ់សត្វតូចៗដើម្បីយកមកផ្គត់ផ្គង់ក្រុមគ្រួសាររបស់គាត់ណាបងប្អូនជារៀងរាល់ថ្ងៃគឺគាត់ធ្វើដំណើរទៅក្នុងព្រៃគឺអត់មានបញ្ហាអ្វីទេបងប្អូនក៏ប៉ុន្តែនៅក្នុងវេលាថ្ងៃមួយបុរសឈ្មោះពុទ្ធីហ្នឹងគឺគាត់បានស្លាប់ដោយអាចកំបាំងនៅក្នុងព្រៃនោះនៅក្រោយពីប្រពន្ធរបស់គាត់បងប្អូនបានទទួលដំណឹងថាបងពុទ្ធីគាត់បានចាក់ចែងពីគាត់នៅឯក្នុងព្រៃដ៏អាចកំបាំងនោះណាបងប្អូនគាត់គឺមានអារម្មណ៍សោកស្ដាយនិងយំយេកអាណិតប្តីជាខ្លាំងបងប្អូនពីព្រោះថាពួកគាត់តែងតែកំសត់កំរនឹងគ្នាមានកហូបទៅអត់ក៏អត់ទៅចឹងណាបងប្អូនដល់ពេលតែស្វាមីរបស់គាត់បានលាចាកពីពិភពលោកនេះទៅគឺធ្វើឲ្យគាត់នឹងមានក្តីទុក្ខកង្វល់ជាខ្លាំងនៅក្នុងចិត្តនៅក្រោយពីពិធីបុណ្យសពរបស់ពុទ្ធីគាត់បានបញ្ចប់ណាបងប្អូនប្រពន្ធរបស់គាត់បានចាប់ផ្ដើមឮសំឡេងគោះទ្វារជារៀងរាល់យប់តែនៅពេលដែលបើកមើលគឺមិនមានឃើញនរណាម្នាក់ឡើយបងប្អូននៅក្នុងយប់ទី1គឺប្រពន្ធរបស់គាត់បានថាមានតែស្នាមជើងនឹងសើមនៅនឹងមុខផ្ទះដល់ពេលយប់ទី2គឺឆ្កែដែលនៅក្នុងភូមិទាំងអស់ហ្នឹងចាប់ផ្ដើមស្រែកលូមិនឈប់ហើយក៏សម្លឹងមើលទៅកាន់ផ្ទះរបស់នាងជានិច្ចនៅក្នុងយប់ទី3បងប្អូនរូបថតរបស់ពុទ្ធីបានធ្លាក់បែកដោយឯកឯងតែម្ដងជារៀងរាល់យប់ណាបងប្អូនអ្វីគឺកាន់តែចម្លែកអ្នកចិត្តខាងគឺចាប់ផ្ដើមខ្សឹបគ្នាថាប្រហែលជាពុទ្ធីនឹងគាត់មិនទាន់ទៅណានោះទេប្រហែលជាគាត់មិនទាន់ដាច់អាល័យពីប្រពន្ធគាត់ហើយនឹងផ្ទះរបស់គាត់ចឹងណាបងប្អូនក៏ប៉ុន្តែនៅយប់ថ្ងៃទី7អ្វីដែលកើតឡើងគឺបានផ្លាស់ប្ដូរជីវិតមនុស្សគ្រប់គ្នាដែលនៅក្នុងភូមិនោះជារៀងរហូតនៅក្នុងភូមិដ៏តូចមួយនោះដែលស្ថិតនៅជាប់នឹងព្រៃចាស់ដែលមានបុរសម្នាក់ឈ្មោះថាវិចិត្រគាត់គឺជាមនុស្សដែលស្លូតបូតគាត់ចូលចិត្តដើរព្រៃនិងរកឱសថបុរាណដូចជាពុទ្ធីនឹងដែរថ្ងៃមួយវិចិត្រក៏បានបាត់ខ្លួននៅក្នុងព្រៃអ្នកភូមិក៏បាននាំគ្នាស្វែងរកអស់3-4ថ្ងៃហើយទើបតែប្រទះឃើញសាកសពរបស់គាត់នឹងនៅជិតដើមពោធិ៍ដ៏ធំមួយហើយអ្វីដែលចម្លែកនោះណាបងប្អូនគឺនៅលើមុខរបស់គាត់มันមានស្លាកស្នាមរបួសធ្ងន់ធ្ងរនោះទេតែភ្នែកទាំងពីររបស់គាត់នឹងគឺបើកធំហាក់ដូចជាគាត់នឹងបានឃើញអ្វីមួយដ៏គួរឲ្យភ័យខ្លាចមុននឹងដង្ហើមចុងក្រោយរបស់គាត់បន្ទាប់ពីធ្វើបុណ្យសពរួចបងប្អូនប្រពន្ធរបស់គាត់ឈ្មោះថាស្រីនាងគាត់បានរស់នៅតែម្នាក់ឯងនៅក្នុងផ្ទះឈើដ៏ចំណាស់នោះណាបងប្អូននៅយប់ថ្ងៃដំបូងនៅក្រោយពីបុណ្យសពខ្យល់ត្រជាក់ចាប់ផ្ដើមបក់ប៉ះជញ្ជាំងផ្ទះបង្អួចញ័រតិចហើយក៏មានសំឡេងគោះទ្វារនឹងយ៉ាងស្រាលស្រីនាងបានគិតថាប្រហែលជាអ្នកចិត្តខាងគឺមកសួរសុខទុក្ខនាងក៏បានបើកទ្វារភ្លាមតែនៅខាងក្រៅគឺគ្មាននរណាម្នាក់ឡើយ
គឺមានតែខ្យល់ដែលត្រជាក់បក់ចូលនៅក្នុងផ្ទះនិងស្នាមជើងសើមមួយគូដែលហាក់ដូចជាដើរមកដល់មុខទ្វារក៏ប៉ុន្តែมันមានស្នាមត្រឡប់ទៅវិញនោះទេបងប្អូននាងបានប្រញាប់បិទទ្វារផ្ទះទាំងបេះដូងរបស់នាងនឹងគឺលោតញាប់ញ័រលុះព្រឹកឡើងនាងគិតថាប្រហែលជាខ្លួននឹងអាចស្រមើស្រមៃពេកប៉ុន្តែនៅក្នុងយប់ថ្ងៃទី2ណាបងប្អូននៅម៉ោងជិតអាត្រៀតគឺប្រហែលជាអាចនឹងម៉ោង12យប់ណាបងប្អូនឆ្កែទាំងភូមិរបស់ពួកគាត់នឹងគឺចាប់ផ្ដើមព្រុសក៏ដូចជាលូខ្លាំងមែនទែនមើលទៅកាន់ផ្ទះរបស់ស្រីនាងនឹងមិនយូរប៉ុន្មានសំឡេងគោះទ្វារដដែលបានត្រឡប់មកវិញនៅលើកនេះណាបងប្អូនគឺស្រីនាងគឺគាត់អត់ហ៊ានបើកទ្វារនោះទេប៉ុន្តែសំឡេងនោះគឺមិនបានឈប់ឡើយបន្តនៅតែគោះទ្វារដើម្បីឲ្យម្ចាស់ផ្ទះនឹងបើកទទួលគេបន្ទាប់ពីនោះមកសំឡេងគោះទ្វារក៏បានឈប់វាក៏បានផ្លាស់ប្ដូរពីសំឡេងគោះទ្វារនឹងមកគោះបង្អួចវិញម្ដងនៅចុងក្រោយណាបងប្អូនសំឡេងដែលបានគោះបង្អួចនឹងបានឮចេញពីក្នុងផ្ទះហាក់បីដូចជាមាននរណាម្នាក់នឹងកំពុងតែឈរពីខាងក្រោយខ្នងរបស់ស្រីនាងបងប្អូនគាត់ថាគាត់ឈររឹងដូចជាថ្មអញ្ចឹងនៅពេលនោះដៃរបស់នាងគឺចាប់ផ្ដើមចាប់ចង្កៀងប្រេងញ័ររហូតដល់ភ្លើងចង្កៀងនឹងរលត់ទាំងស្រុងតែម្ដងនៅលើកនេះណាបងប្អូនសំឡេងមិនមែនចេញពីទ្វារបង្អួចទៀតទេវាចេញពីបន្ទប់ដែលធ្លាប់ជាបន្ទប់គេងរបស់វិចិត្របន្ទប់នោះណាបងប្អូនត្រូវបាននាងចាក់សោតាំងពីថ្ងៃបុណ្យសពរបស់ស្វាមីរបស់នាងមកម្លេះគឺគ្មាននរណាម្នាក់នឹងហ៊ានចូលឡើយដោយសារតែមានចិត្តផិតភ័យនាងបានដើរយឺតទៅជិតទ្វារហើយសំឡេងគោះទ្វារនឹងក៏បានឈប់ភ្លាមក៏ប៉ុន្តែជំនួសមកវិញដោយមានសំឡេងបុរសម្នាក់នឹងខ្សឹបប្រាប់នាងបែបស្រាលថាស្រីនាងបើកទ្វារឲ្យបងសំឡេងបែបស្រទន់ស្រាលសំឡេងនោះណាបងប្អូនស្រីនាងគាត់ថាដូចជាសំឡេងវិចិត្រគ្មានខុសនោះទេនៅពេលនោះទឹកភ្នែករបស់នាងចាប់ផ្ដើមហូរចុះមួយផ្នែកនឹងចង់ជឿថាជាប្តីរបស់នាងដែលបានត្រឡប់មកវិញណាបេះដូងរបស់នាងនឹងបានប្រាប់ថាប្តីរបស់នាងគឺបានស្លាប់ទៅហើយมันអាចត្រឡប់មកវិញបានទេនៅភ្លាមនោះណាបងប្អូនមនុស្សចាស់ម្នាក់ដែលគាត់នៅក្នុងភូមិដែលគេបានស្គាល់ថាគាត់គឺជាមនុស្សដែលដឹងរឿងចាស់ជាច្រើនបានមកដល់មុខផ្ទះរបស់ស្រីនាងគាត់បាននិយាយដោយទឹកមុខធ្ងន់ធ្ងរថាស្រីនាងចៅឯងកុំបើកទ្វារនៅពេលយប់ណាទោះបីជាឮសំឡេងអ្នកណាក៏ដោយទោះបីជាឮសំឡេងប្តីចៅឯងក៏ដោយឬក៏សំឡេងអ្នកណាផ្សេងក៏ដោយចៅឯងកុំបើកទ្វារឲ្យសោះនៅពេលយប់បើវាមិនមែនជាមនុស្សវានឹងព្យាយាមតែងតែហៅឈ្មោះរបស់យើងនឹងលុះត្រាតែយើងនឹងបើកទ្វារឲ្យវានៅពេលនោះណាបងប្អូនស្រីនាងគាត់ចាប់ផ្ដើមសួរទៅលោកតាចំណាស់នោះទាំងញ័រហើយភិតភ័យនៅក្នុងចិត្តថាលោកតាចុះបើសិនអ្នកដែលបានស្លាប់ទៅ2ថ្ងៃហើយតើពិតជាអាចមករកយើងនៅទីនេះបានដែរឬទេលោកតានៅពេលនោះលោកតាចំណាស់គាត់ក៏បាននៅស្ងៀមមួយសន្ទុះរួចក៏បានឆ្លើយទៅកាន់ស្រីនាងថាគឺគ្មាននរណាដឹងថាវិញ្ញាណទៅទីណានោះទេចៅតែរឿងដែលអ្នកភូមិដំណាលតគ្នាគឺថាអ្នកដែលបានស្លាប់ដោយមានអាចកំបាំងឬមួយក៏បានស្លាប់ដោយតៃហោងណាគឺមានចិត្តមួយតែងតែមិនស្ងប់អាចនឹងមានអ្វីមួយហ្នឹងមកคล้ายបន្លំជាសម្លេងរបស់ពួកគេដើម្បីបោកមនុស្សដែលនៅរស់បងប្អូននៅពេលដែលលោកតាគាត់និយាយមិនទាន់ផុតផងណាស្រាប់តែសម្លេងទ្វារផ្ទះហ្នឹងឮសូរតែផាំងទ្វារបន្ទប់របស់វិចិត្រគឺគាត់បានរង្គើយ៉ាងពេញទំហឹងតែម្ដងចង្កៀងព្រែកដែលនៅក្នុងផ្ទះរបស់ស្រីនាងគឺចាប់ផ្ដើមរលត់ភ្លាមនៅក្នុងភាពងងឹតស្លុបនោះណាបងប្អូនស្រីនាងគាត់មានអារម្មណ៍ថាហាក់បីដូចជាមានដង្ហើមដ៏ត្រជាក់មួយកំពុងតែផ្លុំនៅក្បែរកញ្ចឹងកហើយនឹងត្រចៀករបស់នាងហើយសំឡេងខ្សឹបមួយនោះណាបងប្អូន
បានបន្លឺឡើងម្ដងទៀតសំឡេងខ្សឹបនោះបាននិយាយថាខ្ញុំមិនទាន់ទៅណាទេបន្ទាប់ពីឮសំឡេងខ្សឹបណាបងប្អូនស្រីនាងស្ទើរតែដួលសន្លប់ភ្លាមនៅក្នុងផ្ទះរបស់នាងអ្នកភូមិដែលនៅក្បែរផ្ទះរបស់ស្រីនាងណាបងប្អូនបន្ទាប់ពីឮសំឡេងស្រែករបស់ស្រីនាងហើយឮសូរតែផុងផាងនៅក្នុងផ្ទះរបស់នាងហ្នឹងអ្នកភូមិទាំងអស់ក៏នាំគ្នាប្រញាប់ប្រញាល់រត់មកមើលនៅពេលដែលបើកទ្វារផ្ទះរបស់ស្រីនាងណាបងប្អូនគេក៏បានឃើញស្រីនាងហ្នឹងដួលសន្លប់នៅក្នុងផ្ទះហើយអ្នកភូមិទាំងអស់ហ្នឹងគឺគាត់បានអូសដៃស្រីនាងហ្នឹងចេញពីបន្ទប់ហើយក៏បានបិទទ្វារផ្ទះហ្នឹងចោលតែម្ដងនៅភ្លាមនោះណាបងប្អូនសំឡេងផាំងលាន់ឮ3ដងផ្ទួនគ្នាតែម្ដងទ្វារបន្ទប់ចាប់ផ្ដើមញ័រដូចជាមាននរណាម្នាក់ហ្នឹងកំពុងតែវាយពីក្នុងបន្ទប់នោះតែរឿងអ្វីដែលធ្វើឲ្យអ្នកភូមិដែលនៅជិតផ្ទះរបស់ស្រីនាងព្រឺសម្បុរជាងគេណាបងប្អូនគឺបន្ទប់នោះគ្មានបង្អួចគ្មានផ្លូវដើរចេញចូលផ្សេងទៀតឡើយបើមានអ្វីនៅខាងក្នុងបន្ទប់នោះគឺវាមិនអាចនឹងគួរចូលបានទៅក្នុងណាបងប្អូនអ្នកភូមិម្នាក់គាត់បានយកខ្សែអំបោះពណ៌សមកចងព័ទ្ធជុំវិញមាត់ទ្វាររួចហើយក៏បាននិយាយថាមិនថាជាអ្វីនោះទេកុំឆ្លើយតបនឹងវាឲ្យសោះហើយកុំហៅឈ្មោះវាវិញហើយក៏កុំបើកទ្វារឲ្យវានឹងជាដាច់ខាតគឺគាត់ប្រាប់ស្រីនាងណាបងប្អូននៅយប់នោះណាបងប្អូនស្រីនាងគឺគាត់ដេកមិនលក់តតែសោះនៅម៉ោងប្រហែលជា3ទៀបភ្លឺនាងក៏បានឮសំឡេងដើរយឺតនៅលើរានហាលនៅមុខផ្ទះរបស់នាងសំឡេងជើងនោះណាបងប្អូនគឺដើរជុំវិញផ្ទះមួយជុំរួចហើយក៏ឈប់នៅនឹងមុខបង្អួចបន្ទប់របស់នាងនៅពេលនោះនាងបិទភ្នែកចិត្តគឺមិនហ៊ានមើលអ្វីឡើយប៉ុន្តែសំឡេងដែលបានខ្សឹបនៅខាងក្រៅហ្នឹងបាននិយាយថាស្រីនាងខ្ញុំត្រជាក់ខ្លាំងណាស់បើកបង្អួចឲ្យខ្ញុំបន្តិចមកបងប្អូនស្រីនាងគាត់ថាសំឡេងដែលបានស្រែកពីខាងក្រៅផ្ទះណាបងប្អូនវាគឺជាសំឡេងរបស់វិចិត្រជាសំឡេងរបស់ប្តីជាទីស្រឡាញ់របស់នាងគឺដូចគ្នាបេះបិទតែម្ដងបងប្អូនសឹងថា 100% ណានៅពេលនោះបងប្អូនអើយទឹកភ្នែករបស់នាងគឺចាប់ដើមហូរម្ដងទៀតហើយដោយអារម្មណ៍នឹងក្តីនឹករលឹកប្តីខ្លាំងប៉ុនពេកដៃរបស់នាងនឹងគឺចាប់ដើមនឹងទៅបើកបង្អួចឯណាបងប្អូនក៏ប៉ុន្តែមានមន់មួយក្បាលដែលនៅក្រោមផ្ទះរបស់គាត់នឹងគឺស្រែកខ្លាំងតែម្ដងសំឡេងដែលស្រែកហៅនៅខាងក្រៅបង្អួចនឹងក៏ស្រាប់តែបាត់ទៅភ្លាមតែម្ដងនៅពេលនោះណាបន្ទាប់ពីមន់ស្រែកយំខ្លាំងហ្នឹងទៅលុះព្រឹកឡើងណាបងប្អូនស្រីនាងគាត់ក៏បានដើរចេញទៅមុខផ្ទះដើម្បីមើលនៅខាងក្រោមបង្អួចរបស់នាងគឺនាងបានឃើញស្នាមជើងដែលមានជាសំណើមសើមមួយគូក៏ប៉ុន្តែអ្វីដែលធ្វើឲ្យនាងញ័រអស់ទាំងខ្លួននោះគឺស្នាមជើងនោះមិនមែនដើរមកផ្ទះនោះទេគឺវាដើរចេញពីផ្ទះសំដៅទៅកាន់ព្រៃដែលវិចិត្រនឹងគាត់បានស្លាប់ហាក់បីដូចជាមានអ្វីមួយនឹងកើតឡើងបងប្អូនដល់យប់ថ្ងៃទី5បងប្អូនភ្លៀងចាប់ផ្ដើមធ្លាក់មិនឈប់សោះផ្គរលាន់បន្លឺឡើងពេញមេឃមានទាំងផ្គរមានទាំងរន្ទះមានទាំងខ្យល់បក់កន្ត្រាក់ធ្វើឲ្យដើមឈើនឹងរេរាំចូលគ្នាតែម្ដងចំណែកឯផ្ទះឈើរបស់ស្រីនាងនឹងគឺជាផ្ទះឈើដ៏ចំណាស់ទៅហើយនៅពេលដែលភ្លៀងមកខ្យល់មកធ្វើឲ្យពេលខ្លះក៏មានលិចទៅហើយខ្យល់ខ្លាំងធ្វើឲ្យដំបូលនឹងក៏ចាប់ផ្ដើមបក់ផាត់ចូលគ្នាដែលធ្វើឲ្យនាងនឹងមានការផិតភ័យជាខ្លាំងយប់មុនគឺនាងដេកមិនបានលក់សំបីតែបន្តិចជារៀងរាល់ម៉ោង12យប់សំឡេងបុរសម្នាក់តែងតែហៅឈ្មោះរបស់នាងនឹងពីខាងក្រៅផ្ទះតែនៅក្នុងយប់នេះណាបងប្អូនសំឡេងនោះគឺមិនបានមកពីក្រៅផ្ទះទៀតទេគឺវាឮចេញពីខាងក្រោមផ្ទះវិញម្ដងហាក់បីដូចជាមាននរណាម្នាក់ហ្នឹងកំពុងតែវាយឺតក្រោមកម្រាលឈើនោះ
ស្រីនាងចាប់ផ្ដើមអុជចង្គៀងហើយមើលទៅតាមប្រហោងកំរាលដែលនាងបានក្រាលសម្រាប់ដេកណាបងប្អូននាងក៏បានឃើញតែភាពងងឹតប៉ុន្តែនៅក្នុងភាពងងឹតនោះគឺមានភ្នែកមួយគូបានបើកធំធំសម្លឹងមកលើនាងដោយមិនព្រិចភ្នែកទាល់តែសោះនៅពេលនោះបងប្អូនស្រីនាងគាត់ចាប់ផ្ដើមស្រែកយ៉ាងខ្លាំងពេញផ្ទះហើយក៏បានដើរដួលថយក្រោយនៅព្រឹកបន្ទាប់បងប្អូនអ្នកដែលនៅក្នុងភូមិគឺគាត់បានមកដល់ផ្ទះនាងហើយក៏បាននាំនាងនឹងទៅកន្លែងដែលគេបានប្រទះឃើញសាកសពរបស់វិចិត្រពីព្រោះតាក្នុងកំឡុងពេល5យប់ណាបងប្អូនដែលស្រីនាងគាត់បានឃើញនៅរឿងរ៉ាវហេតុការណ៍ផ្សេងដែលធ្វើឲ្យនាងគេងអត់លក់សោះធ្វើឲ្យអ្នកភូមិដែលគាត់នៅចិត្តនោះណាគាត់ក៏មានការព្រួយបារម្ភផងដែរដោយសារតែគាត់គឺជាអ្នកភូមិផងរបងជាមួយគ្នាណាបងប្អូនគាត់តែងតែមានការបារម្ភនិងតែងតែចេះជួយយកអាសាគ្នាទៅវិញទៅមកដោយឃើញស្រីនាងគឺគាត់មិនស្រួលដូច្នេះគឺគាត់ក៏បាននាំស្រីនាងនឹងទៅកន្លែងដែលគេបានប្រទះឃើញសាកសពរបស់វិចិត្រនោះនៅពេលដែលគាត់ធ្វើដំណើរទៅដល់ក្រោមដើមពោធិ៍ដ៏ធំនោះណាបងប្អូនគឺគេឃើញមានស្នាមគំនូសចម្លែកនៅលើដីអ្នកភូមិទាំងអស់នោះបាននិយាយដោយសំឡេងទាបថាវិចិត្រមិនបានស្លាប់ដោយចៃដន្យនោះទេមុននឹងគាត់បានបាត់ខ្លួនគាត់បានចូលទៅកន្លែងដែលអ្នកភូមិទាំងអស់គ្នាហ្នឹងគឺបានហាមឃាត់កន្លែងដែលគេថាមានអ្នកធ្វើមន្តអាគមបុរាណមួយដែលធ្លាប់ធ្វើពិធីសម្រាប់ចងព្រលឹងណាបងប្អូនស្រាប់តែនៅពេលនោះស្រីនាងដែលជាប្រពន្ធរបស់វិចិត្រគាត់មានអារម្មណ៍ថាផិតភ័យហើយញាប់ញ័រសំឡេងរបស់នាងគឺនិយាយស្ទើរតែចេញពីបំពង់ករបស់នាងមិនបានណាបងប្អូនហើយគាត់ក៏បានសួរទៅកាន់អ្នកភូមិដែលបាននាំនាងហ្នឹងទៅកាន់ដើមពោធិ៍នោះថាចុះសំឡេងដែលហៅខ្ញុំជារៀងរាល់យប់ហ្នឹងវាគឺជាសំឡេងប្តីរបស់ខ្ញុំមែនដែរឬទេលោកអ៊ំលោកពូឬមួយក៏លោកយាយអីចឹងណាបងប្អូនគឺគាត់សួរគ្រប់អ្នកភូមិដែលបាននាំគាត់ទៅទាំងអស់គ្នាហ្នឹងដោយលក្ខណៈថាគាត់វង្វេងវង្វាន់ចូលលក្ខណៈថាវិកលចរិតណាបងប្អូនគឺត្រឹមតែរយៈពេល5យប់ដែលធ្វើឲ្យស្រីនាងគាត់ចាប់ផ្ដើមមានការប្រែប្រួលខ្លាំងអ្នកភូមិគាត់ក៏បានចាប់ផ្ដើមកវីក្បាលយឺតម្ដងម្នាក់ហើយមានអ៊ំប្រុសម្នាក់គាត់បាននិយាយថាអ៊ំអត់ដឹងទេក្មួយប៉ុន្តែគឺមានរឿងមួយដែលមនុស្សចាស់ភាគច្រើនគឺគាត់តែងតែនិយាយប្រាប់តគ្នាថាអ្វីដែលយើងបានឆ្លើយតបនៅក្នុងភាពងងឹតនោះមិនមែនតែងតែជាអ្នកដែលយើងកំពុងតែស្វែងរកឬមួយក៏មនុស្សដែលយើងធ្លាប់ស្គាល់ពីមុននោះទេវាអាចជាអ្វីផ្សេងណាបងប្អូននៅពេលដែលពួកគេកំពុងតែត្រៀមចាក់ចេញពីដើមពោធិ៍នៅក្នុងព្រៃនោះខ្យល់មួយក៏ចាប់ផ្ដើមបក់បោកមកយ៉ាងខ្លាំងស្លឹកឈើទាំងអស់ដែលនៅលើដើមដែលលក្ខណៈថាវាស្ទុំណាបងប្អូនគឺចាប់ផ្ដើមហោះចេញពីលើដើមឈើហើយស្លឹកឈើដែលងាប់នៅក្រោមដីហ្នឹងក៏វាចាប់ផ្ដើមហោះអណ្ដែតនៅលើផ្ទៃមេឃដូចគ្នាហើយនៅកន្លែងដែលវិចិត្រធ្លាប់តែគេងស្លាប់ណាបងប្អូនគឺបានបង្ហាញស្នាមជើងសើមមួយគូដែលបានដើរចេញពីព្រៃសំដៅទៅកាន់ភូមិដូចជាមានអ្វីមួយហ្នឹងកំពុងតែត្រឡប់មកវិញអ្នកភូមិទាំងអស់គ្នាចាប់ផ្ដើមនិយាយថាយប់ថ្ងៃទី7គឺជាយប់ដែលអាចកំបាំងទាំងអស់ហ្នឹងត្រូវបានបង្ហាញស្រីនាងនិងអ្នកភូមិដែលបាននៅក្នុងភូមិហ្នឹងគឺបានត្រឡប់ទៅកាន់ដើមពោធិ៍ដ៏ធំមួយនោះនៅកន្លែងដែលគេប្រទះឃើញសាកសពរបស់វិចិត្រហ្នឹងម្ដងទៀតព្រះច័ន្ទកំពុងតែពេញវងបញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅលើផ្ទៃមេឃខ្យល់ត្រជាក់បក់កាត់ព្រៃរហូតដល់ស្លឹកឈើនឹងប៉ះគ្នាឮសូរសៀងដូចជាមនុស្សនឹងនិយាយគ្នារំពេចនោះណាបងប្អូនសំឡេងបុរសម្នាក់បានបន្លឺឡើងនៅពីក្រោយដើមឈើដ៏ធំមួយនោះគឺស្រែកហៅឈ្មោះរបស់ស្រីនាងនៅពេលនោះស្រីនាងគាត់បានងាកទៅមើលគឺគាត់ឃើញមានបុរសម្នាក់ដែលឈរនៅទីនោះមុខមាត់សម្លៀកបំពាក់និងរូបរាងគឺដូចប្តីរបស់នាងឥតខុសសូម្បីតែបន្តិចនៅពេលនោះបងប្អូនទឹកភ្នែកជោកអស់ហើយផែនថ្ពាល់របស់នាងគឺនាងទាំងយំទាំងមានការព្រួយបារម្ភទាំងផិតភ័យ
ទាំងមានការក្តីនឹករលឹកប្តីជាខ្លាំងណាបងប្អូននាងក៏បានស្ទុះរត់ទៅរកប្តីរបស់នាងតែអ្នកភូមិចាស់ដែលគាត់បានទៅជាមួយនាងគាត់ស្រែកទាំងអស់កម្លាំងថាឈប់កុំទាន់ទៅចិត្តវានៅភ្លាមនោះបងប្អូនបុរសម្នាក់ដែលមើលទៅដូចជាវិចិត្រនឹងគឺចាប់ផ្ដើមញញឹមបន្តិចម្ដងគួរឲ្យខ្លាចស្នាមញញឹមរបស់គាត់នឹងគឺកាន់តែធំឡើងធំរហូតដល់មិនដូចជាមនុស្សភ្នែករបស់វាចាប់ផ្ដើមប្រែជាខ្មៅងងឹតហើយបើកភ្នែកធំរាងកាយរបស់វាបានចាប់ផ្ដើមរលាយបន្តិចម្ដងទៅជាស្រមោលដ៏ខ្មៅមួយអ្នកភូមិបាននិយាយដោយសំឡេងញ័រនិងភិតភ័យថានេះមិនមែនជាវិចិត្រទេវាគ្រាន់តែយករូបរាងនិងសម្លេងរបស់គាត់នឹងដើម្បីបោកអ្នកភូមិនឹងឲ្យដើរតាមវាតែប៉ុណ្ណោះស្រមោលខ្មៅនោះណាបងប្អូនបានស្រែកយ៉ាងសន្ធប់តែម្ដងខ្យល់ពេលនោះចាប់ផ្ដើមបក់កន្ត្រាក់ពេញព្រៃដើមឈើទាំងអស់នឹងចាប់ផ្ដើមញ័ររញ្ជួយរង្គើចូលគ្នារំពេចនោះពន្លឺព្រះអាទិត្យដំបងចាប់ផ្ដើមរះពីលើភ្នំបងប្អូនស្រមោលខ្មៅដែលបានស្រែកម្ដងចុងក្រោយនោះមុននឹងរលាយបាត់ទៅក្នុងអាប់ដ៏ក្រាស់នៅក្នុងពេលព្រឹកគ្រប់យ៉ាងគឺបានស្ងប់ស្ងាត់ស្រីនាងបានសម្លឹងមើលទៅលើព្រៃនោះម្ដងទៀតនាងមិនដឹងថាវិចិត្របានទៅទីណាពិតប្រាកដនោះទេតែចាប់តាំងពីថ្ងៃនោះមកសំឡេងគោះទ្វារនិងសំឡេងហៅឈ្មោះរបស់នាងគឺមិនដែលលេចឡើងទៀតឡើយអ្នកភូមិទាំងអស់គ្នាបាននិយាយតែពាក្យមួយដែលអ្នកភូមិនៅតែចងចាំរហូតមកដល់សប្តាហ៍ថ្ងៃណាបងប្អូនមនុស្សស្លាប់ទៅទីណាគឺគ្មានអ្នករស់ម្នាក់ណាដឹងច្បាស់នោះឡើយបងប្អូនប៉ុន្តែអ្វីដែលហៅអ្នកពីក្នុងភាពងងឹតមិនគួរប្រញាប់ជឿថាវាគឺជាមនុស្សដែលអ្នកនឹងស្គាល់ឬមួយក៏មនុស្សនឹងដែលធ្លាប់រស់នៅជាមួយគ្នាណាបងប្អូនហើយចាប់តាំងពីពេលនោះមកគឺគ្មាននរណាម្នាក់ហ៊ានដើរចូលព្រៃដ៏ធំនោះទៀតឡើយប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាដូច្នេះហើយរឿង7ថ្ងៃនៅក្រោយការស្លាប់គឺបានបញ្ចប់តែត្រឹមប៉ុណ្ណេះដោយស្រីនាងនឹងគឺគាត់មិនដែលដឹងច្បាស់ថាអ្វីដែលបានហៅនាងជារៀងរាល់យប់នឹងគឺជាវិញ្ញាណរបស់វិចិត្រឬក៏ជាអ្វីផ្សេងនោះទេដែលកំពុងតែคล้ายបន្លំណាបងប្អូនក៏ប៉ុន្តែហេតុការណ៍ទាំងអស់នោះគឺបានបង្រៀននាងថាការនឹករលឹកនិងការសោកស្ដាយអាចធ្វើឲ្យមនុស្សងាយជឿទៅលើអ្វីដែលខ្លួនចង់ជឿហើយមិនមែនគ្រប់សំឡេងដែលយើងឮនៅក្នុងភាពងងឹតគឺសុទ្ធតែជាសំឡេងរបស់មនុស្សដែលយើងស្រឡាញ់នោះទេណាបងប្អូនហើយសម្រាប់សាច់រឿងរ៉ាវនេះផងដែរគឺជារឿងដែលនាងខ្ញុំលើកមកយកនិទានដើម្បីជូនប្រិយមិត្តទុកជាការស្ដាប់កម្សាន្តតែប៉ុណ្ណោះហើយក៏អរគុណច្រើនមែនទែនសម្រាប់បងប្អូនក៏ដូចជាប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាដែលបានស្ដាប់សាច់រឿងនេះតាំងពីដើមរហូតដល់ចប់ប្រសិនបើជាប្រិយមិត្តទាំងអស់គ្នាដែលចូលចិត្តការនិទានរឿងបែបរន្ធត់ព្រឺព្រួចនិងអានកំបាំងរបៀបនេះបងប្អូនសូមមេត្តាកុំភ្លេចជួយចុច like ក៏ដូចជា subscribe channel របស់នាងខ្ញុំម្នាក់មួយផងបងប្អូនដើម្បីកុំឲ្យខកខានរឿងនិទានថ្មីនៅយប់ស្អែកជាបន្តទៀតជាចុងក្រោយនាងខ្ញុំក៏សូមជូនពរឲ្យប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាកេងលក់សុបិនល្អហើយធ្វើដំណើរទៅណាមកណាសូមប្រកបតែសុខសុវត្ថិភាពនៅក្នុងការធ្វើដំណើរទាំងទៅក៏ដូចជាត្រឡប់មកវិញជួបគ្នានៅក្នុងអេពីសូតក្រោយជម្រាបលា